choថ្ងៃនេះគឺថ្ងៃទី1មែនតែនដែលយើងហាត់ទម្ងន់ walking weight ធម្មតារបស់យើងវិញមើលថាតើវាមិនដែរ Let's go ឥឡូវមុនហាត់យើងមកចូលអង្គុយហាត់ថ្ងៃម៉ោង3យកពីព្រះអាទិត្យទីសិនសម្រាប់បងប្អូនដែលឆ្ងល់ណាហាត់សុកមិនមែនតម្លាក់គីឡូហាត់ចឹងអាចទៅមើលវីដេអូមុនទៅព្រោះហ្នឹងយើងគួរតែដំណើរការ process ទៅ progress ទៅមុខតែខ្ញុំបន្ថយដោយសារខ្ញុំមានហេតុផលថ្ងៃហ្នឹងយើងហាត់យើងមិនមែនជាថ្ងៃដែលយើងតេស្តខ្លួនឯងមកវិញនឹងយើងព្យាយាមរក្សានៅ rep 1 ទៅ 2 នៅក្នុងខ្លួនយើងអត់លេងអស់ហើយ failure អីទេនៅតែរក្សាលំហាត់ប្រាណដែលយើងរើសហើយជាមួយនឹងចំនួន rep ចំនួន set អីហើយយើងមើលទៅលើ performance របស់យើងទៀតថ្ងៃហ្នឹងវាមិនស្រួលក៏យើងតម្លាក់ទម្ងន់មកវិញខ្លះដែរអញ្ចឹងហើយដោយសារតែឥឡូវហ្នឹងគឺខ្ញុំលក្ខណៈថាមិនមែនដំឡើងឬក៏ទម្លាក់អីទេខ្ញុំរក្សាប៉ុន្តែមិនមែនរក្សាអីទេយើងលក្ខណៈថា main gain មិនតែបន្តព្រោះមានភាពរីកចម្រើនទៅមុខប៉ុន្តែយើងក៏អត់ផឹងបោកផឹងអីណាដូចកាលមុនអីណាដែរក៏អត់ព្យាយាម push ខ្លួនឯងខ្លាំងគ្រប់ការហាត់គ្រប់លំហាត់ប្រាណគ្រប់ session គ្រប់អីពេលដែរអញ្ចឹងណា